និយាយក៏បោធនបាលកិច្ចនៅសមាគមអ្នកវិតម្លៃនៅផ្នែកងារចលនាវត្ថុកម្ពុជាដែលហៅកាត់ថា CVA បានរៀបចំការផ្គូផ្គងធុរកិច្ចតាមរយៈយន្តការបោធនបាលកិច្ចដើម្បីជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជាតាមរយៈការផ្គូផ្គងធុរកិច្ចនេះថ្នាក់ដឹកនាំនិយាយក៏បោធនបាលកិច្ចនិងប្រធានសមាគម CVA ជឿជាក់ថាវានឹងជួយជំរុញនិងផ្ដល់ទំនុកចិត្តបន្ថែមទៀតដល់វិនិយោគិនបរទេសដែលចង់មកវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាតទៅនេះក្រុមការងារ Economic លំអិតនៅរឿងនេះដូចតទៅឯកឧត្តមសុកតារាអគ្គនាយកនៃនាយកបោធនបាលកិច្ចបានគូបញ្ជាក់ថាការផ្គូផ្គងធុរកិច្ចតាមរយៈយន្តការបោធនបាលកិច្ចជាការផ្ដួចផ្ដើមមួយក្នុងការចូលរួមជួយជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជាបើតាមថ្នាក់ដឹកនាំរូបនេះនាពេលកន្លងមកប្រតិបត្តិការរបស់បោធនបាលកិច្ចបានគ្របដណ្ដប់ភាគច្រើនលើវិស័យអចលនទ្រព្យដែលមានទំហំសរុបជាង$760 លានជាមួយបោធនបាលកិច្ច784គណនីដែលបានបង្កើតនិងចុះបញ្ជីបោធនបាលកិច្ចអចលនទ្រព្យភាគច្រើនត្រូវបានបង្កើតឡើងដោយវិនិយោគិនបរទេសដែលនេះសូមបញ្ជាក់ឲ្យឃើញថាទោះបីស្ថានភាពអចលនទ្រព្យនៅកម្ពុជាបានថមថយបន្តិចក៏ប៉ុន្មានប៉ុន្តែតម្រូវការនៃការវិនិយោគនៅតែកើតមានដូច្នេះការដែលយើងដាក់ចេញនៅកំណត់រួចដើមនេះយើងរំពឹងថាយើងនឹងផ្ដល់ថ្នាលទំនុកចិត្តមួយទៅដល់វិនិយោគិនអាចស្វែងរកអចលនទ្រព្យជាមួយនឹងព័ត៌មានពិតអំពីប្រភពអំពីស្ថានភាពជាក់ស្ដែងនៃអចលនទ្រព្យតាមរយៈការផ្គូផ្គងនឹងព័ត៌មានដែលផ្ដល់ឲ្យដោយសមាគមអ្នកវិនិយោគកម្ពុជាបន្ទាប់មកទៀតអ្នកវិនិយោគជាពិសេសវិនិយោគិនបរទេសគាត់នឹងទទួលបានផ្នែកគាំពៀផ្នែកច្បាប់ផ្នែកគាំពៀនៅការវិនិយោគរបស់គាត់តាមរយៈយន្តការបោធនបាលកិច្ចដែលទោះបីគាត់មិនមានសិទ្ធិឈរឈ្មោះដោយផ្ទាល់ទៅលើអចលនទ្រព្យនោះប៉ុន្តែតាមរយៈយន្តការបោធនបាលកិច្ចបោធនបាលដែលទទួលបានអាជ្ញាប័ណ្ណពីនាយកបោធនបាលកិច្ចអាចធ្វើការងារនេះបានដូច្នេះនេះជាការផ្ដល់នៅជាការពេញលេញនៅក្នុងយន្តការដែលនាំចេញអំពីការទទួលបានព័ត៌មានពិតរហូតទៅដល់ការដែលអាចធ្វើការវិនិយោគទៅក្នុងអចលនទ្រព្យរបស់វិនិយោគិនជាពិសេសវិនិយោគិនបរទេសជាមួយគ្នានេះលោកសនសៀបប្រធានសមាគមអ្នកវិនិយោគតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានគូបញ្ជាក់ថាការផ្គូផ្គងការវិនិយោគលើវិស័យអចលនទ្រព្យតាមរយៈយន្តការបោធនបាលកិច្ចជាកម្មវិធីមួយដែលនឹងជួយបើកផ្លូវបន្ថែមទៀតដល់ការវិនិយោគលើវិស័យអចលនទ្រព្យដោយមាននាយកបោធនបាលកិច្ចជាអ្នកជួយជំរុញនិងផ្ដល់ទំនុកចិត្តដល់អ្នកវិនិយោគបរទេសខណៈពួកគេមានទំនុកចិត្តមកលើបោធនបាលកិច្ចព្រោះតាមច្បាប់មិនអនុញ្ញាតឲ្យជនបរទេសទិញអចលនទ្រព្យដាក់ឈ្មោះខ្លួនបានទេប៉ុន្តែពួកគេអាចរកអ្នកឈរឈ្មោះជំនួសបានតាមរយៈបោធនបាលកិច្ចតាមច្បាប់របស់រដ្ឋាភិបាលរបស់យើងគឺអត់អាចអនុញ្ញាតឲ្យបរទេសគាត់ដាក់ឈ្មោះរបស់គាត់ទេក៏ប៉ុន្តែតាមរយៈបោធនបាលមានន័យថាគាត់ទិញគាត់រកក្រុមហ៊ុនបោធនបាលដើម្បីឈរឈ្មោះជំនួសហើយក្រុមហ៊ុនបោធនបាលហ្នឹងគាត់ធ្វើកិច្ចការរបស់គាត់ជាមួយនឹងនាយកបោធនបាលដើម្បីគ្រប់គ្រងណានាយកបោធនបាលហ្នឹងគាត់ជួយគ្រប់គ្រងទៅលើអចលនទ្រព្យរបស់បរទេសដែលគាត់បានវិនិយោគមកអញ្ចឹងកម្មវិធីថ្ងៃនេះខាងនាយកបោធនបាលគាត់ជ្រាបព័ត៌មានទៅដល់អ្នកវិនិយោគថាយើងកំពុងតែបើកផ្លូវថ្មីមួយទៀតជាមួយនឹងសមាគមអ្នកវិនិយោគតម្លៃនិងភ្នាក់ងារអចលនទ្រព្យកម្ពុជាដើម្បីយកអចលនទ្រព្យដែលមានតម្លៃល្អសម្រាប់មកដាក់បង្ហាញតាំងបង្ហាញទៅដល់អ្នកវិនិយោគនៅក្នុងប្រព័ន្ធបណ្ដាញរបស់យើងទាំងពីរបាទទាំងខាងបោធនបាលក៏ដូចជាទាំងសមាគមរបស់យើងដែរបាទបើតាមឯកឧត្តមសុកតារាការផ្គូផ្គងធុរកិច្ចនេះក៏មានដាក់ចេញកម្មវិធីមួយដើម្បីបង្កភាពងាយស្រួលនិងមានប្រសិទ្ធភាពដែលអាចអនុញ្ញាតដល់វិនិយោគិនដែលមានតម្រូវការក្នុងការទទួលបានព័ត៌មានច្បាស់លាស់និងប្រើប្រាស់យន្តការបោធនបាលកិច្ចលើការវិនិយោគក្នុងទីផ្សារវិស័យអចលនទ្រព្យដើម្បីទាញយកផលប្រយោជន៍ជាក់ស្ដែងផងដែរ